តាអ្នកធ្លាប់ចាប់អារម្មណ៍ដែរឬទេមនុស្សខ្លះចាយលុយរាប់រយដុល្លារនៅកន្លែងហឺហាដោយមិនស្ដាយក្រោយប៉ុន្តែបែរទៅជាតថ្លៃយ៉ាងស្វិតស្វាញជាមួយអ្នកក្រីក្រដែលកំពុងរកលុយគ្រាន់តែដើម្បីក្រពះទៅវិញមុននឹងចូលដល់វីដេអូនេះសូមអ្នកទាំងអស់គ្នាកុំភ្លេចជួយ follow ខ្ញុំម្នាក់មួយផងរឿងរ៉ាវបានចាប់ផ្ដើមឡើងជាមួយនឹងស្ត្រីជរាម្នាក់ដែលបានបាត់បង់ស្វាមីហើយត្រូវបង្ខំចិត្តមកអង្គុយលក់ចេកតាមចិញ្ចើមថ្នល់ដើម្បីចិញ្ចឹមជីវិតថ្ងៃមួយមានបុរសអ្នកមានម្នាក់ជិះឡានទំនើបបានឈប់សួរទិញចេករបស់គាត់នៅពេលដឹងថាចេក1គីឡូតម្លៃ$7បុរសនោះបានតថ្លៃយ៉ាងដាច់អហង្ការមកត្រឹម$5វិញទោះបីជាស្ត្រីជរាខំអង្វរថាសុំត្រឹម$6ក៏ដោយក៏បុរសនោះនៅតែបដិសេធហើយបើកឡានចេញទៅយ៉ាងរត់ប្រងើយបន្ទាប់មកបុរសដដែលនោះទៅញ៉ាំអាហារនៅភោជនីយដ្ឋានលំដាប់ខ្ពស់គាត់បានកំងផ្លែឈើជាបង្អែមហើយបុគ្គលិកបានលើកចេកតែ2ផ្លែមកឲ្យគាត់ជាមួយនឹងវិក័យប័ត្រតម្លៃ$5បុរសនោះបានបង់ប្រាក់ភ្លាមដោយគ្មានការតថ្លៃសំបីតែមួយម៉ាត់ថែមទាំងបានផ្ដល់ប្រាក់ឧបត្ថម្ភឬក៏ជាធីបដល់អ្នកបម្រើដោយចិត្តទូលាយទៀតផងនៅពេលនោះឯងមនសិការរបស់គាត់ក៏បានដាស់តឿនឲ្យនឹកឃើញដល់ស្ត្រីជរាដែលលក់ចេកតាមផ្លូវគាត់មានអារម្មណ៍តឹងណែនក្នុងទ្រូងហើយក៏ប្រញាប់ប្រញាល់ចេញទៅតាមរកគាត់ប៉ុន្តែជាអកុសលស្ត្រីជរានោះមិននៅទីនោះទៀតទេក្មេងប្រុសម្នាក់នៅក្បែរនោះបានប្រាប់ទាំងក្រៀមក្រំថាគាត់បានដួលសន្លប់ហើយស្លាប់ដោយសារការដាច់ពោះការពីម្សិលមិញបាត់ទៅហើយបុរសនោះបានត្រឹមតែលុតជង្គង់យំសោកស្ដាយនៅទង្វើរបស់ខ្លួនប៉ុន្តែអ្វីៗបានហួសពេលអស់ទៅហើយមេរៀនដ៏ជូរចត់គឺយើងច្រើនតែឲ្យតម្លៃដល់អ្នកដែលមានលើសលប់ទៅហើយប៉ុន្តែបែរជាមានចិត្តកំណាញ់ជាមួយអ្នកដែលកំពុងតស៊ូដើម្បីរស់គម្រោងចាំរហូតដល់អ្វីៗហួសពេលទើបស្គាល់តម្លៃនៃក្តីមេត្តាការជួយទិញដោយមិនតថ្លៃពីអ្នកលក់តូចតាចអាចជាការជួយសង្គ្រោះជីវិតរបស់ពួកគេក៏ថាបានដែរ